ឡូជំរាបសួរក៏ដូចជាសួស្តីទៅកាន់ប្រិយមិត្តទាំងអស់គ្នាខ្ញុំបាទសុសុគីកាកូរ៉ាចំពោះថ្ងៃនឹងផងដែរមិនគិននឹងមកបន្តសម្រាប់នៅសាររឿង Togen Anki នៅក្នុងអេពីសូតជាបន្តរបស់យើងតែមុននឹងចូលទៅកាន់វីដេអូមួយនេះសម្រាប់គ្នាយើងណាដែលមកថ្មីនិងមិនទាន់បានធ្វើការបាត់ Subscribe ទៅលើ Channel របស់ Minote កុំភ្លេចសារម្នាក់មួយហើយគ្នាយើងដែលបាន Sub ឬហើយនោះក៏ដូចជាចុច Like មកដូចដែលរាល់ដងអញ្ចឹងមានពឹងតែប៉ុណ្្នឹងទេតោះឥឡូវកុំអាខាតពេលវេលាយូរយើងចូលមកកាន់ការសម្រាប់សាររឿងរបស់យើងនៅក្នុងអេពីសូតជាបន្តតែម្ដងទៅនៅក្នុងអេពីសូតទី16នេះយើងក៏បានឃើញថាបន្ទាប់ពីជីនត្រូវបានគ្រប់គ្នាជួយសង្គ្រោះរួចគាត់គឺបាននិយាយទៅកាន់ពួកគេហើយថាគាត់គឺគ្មានពេលវេលានៅសល់ទៀតនោះទេក្មេងស្រីនោះគឺត្រូវបានពួកគេចាប់ធ្វើជាចំណាត់ខ្មាំងគាត់ត្រូវការទៅសង្គ្រោះនាងតែម៉ាស៊ូមីក៏បានប្រាប់ទៅកាន់ជីនថាមិនចាំបាច់នោះទេក្មេងនោះទុកឲ្យពួកយើងជាអ្នកគ្រប់គ្រងវាបានន័យថាគាត់គឺជាអ្នកមើលការខុសត្រូវប៉ុន្តែជីនគាត់នៅក្នុងហេតុការណ៍នោះផ្ទាល់គាត់គឺដឹងថាមិនអាចឡើយព្រោះពេលវេលាគឺស្ដេចស្ដាងខ្លាំងមែនទែនគាត់គឺចង់ធ្វើការងារនេះដោយខ្លួនឯងមិនពឹងពាក់ទៅលើនរណានោះទេបើតាមតែចាំពួកគេធ្វើការនឹងគឺយឺតណាស់ក្មេងស្រីនោះគឺនឹងអាចត្រូវបានគេសម្លាប់ជាក់ជាមិនខានមើលទៅការសន្ទនារបស់អ្នកទាំងពីរហាក់បីដូចជាមិនត្រូវគ្នាក៏ដូចជាសន្ទនាមិនចូលគ្នាសោះពីព្រោះថាជីនគាត់គឺជាមនុស្សម្នាក់ដែលមានចិត្តក្តៅខ្លាំងមែនទែនអញ្ចឹងហើយមិនអាចសន្ទនាជាមួយនឹងអបិចិតជាម៉ាស៊ូមីទេយ៉ាងណាក៏ដោយជីននៅតែទទួលចង់ទៅសុំការអនុញ្ញាតអំពីលោកគ្រូណៃតូនៅពេលដែលបានឃើញអញ្ចឹងគាត់ក៏មិនចង់បដិសេធទៀតដែរប៉ុន្តែគាត់គឺមានលក្ខខណ្ឌជីនគឺត្រូវតែមានជីវិតហើយត្រឡប់មកវិញបកស្រាយនៅរឿងរ៉ាវទាំងអស់ដែលបានកើតឡើងទៅលើគាត់ឲ្យពួកគេបានស្ដាប់តែមិនន័យទេក្នុងបេសកកម្មរបស់ជីនក៏មានគាត់ព្រមទាំងស៊ីគីទៅជាមួយផងដែរនៅពេលដែលបានលើអញ្ចឹងហើយជីនគាត់គឺមិនចង់ធ្វើការបដិសេធទៅលើសំណើរបស់លោកគ្រូគាត់នោះទេគាត់ក៏បានយល់ព្រមទៅតាមការស្នើសុំរីឯអ្នកគ្រប់គ្នាដែលនៅសេសសនទីនេះគឺត្រូវត្រឡប់ទៅវិញឬក៏បែងចែកការងារធ្វើនៅរឿងដទៃទៀតអញ្ចឹងទៅមុននឹងចាចេញយើងក៏បានឃើញថាប្រូវ៉ាន់តាក៏បានយកឯកសន្តានថ្មីទៅឲ្យជីនដូចគ្នាជាណាក្នុងនាមគឺជាមើលរួមថ្នាក់យើងរីកមិនណាឯងពាក់ឯកសន្តាននេះទៅគឺដឹងតែឈ្នះអស់មានសត្រូវតែម្ដងដែលយើងគឺបានឃើញថាសកម្មភាពរបស់ពួកគេទាំងអស់នេះគឺត្រូវបានខ្លុំមើលទៅដោយម៉ូម៉ូអ៊ីវ៉ានោះឯងតែពួកគេម្នាក់គឺមិនបានដឹងនោះទេដោយសារតែគម្រោងការរបស់ខ្លួនកំពុងតែប្រព្រឹត្តទៅយ៉ាងជោគជ័យបែបនេះម៉ូម៉ូអ៊ីវ៉ាគេក៏ពិតជាសប្បាយចិត្តខ្លាំងមែនទែនមិនមែនថាគេដល់លែងជីនទៅដោយ free នោះទេពីព្រោះថាគេពេលនេះកំពុងតែរៀបចំទៅតាមគម្រោងការរបស់គេគឺខ្លុំមើលអ្នកគ្រប់គ្នាទៅតាមរយៈជីនតាមការពិតទៅម៉ូម៉ូអ៊ីវ៉ាគេក៏បានទូទាយដឹងតាំងពីយូរពីព្រោះថាអូននេះក៏ពិតជាឆ្លាតខ្លាំងណាស់គេដឹងថាកន្លែងដែលក្រុមទំនើងទាំងអស់នោះចាប់ជីនមកច្បាស់ណាស់អូននេះច្បាស់ជារកឃើញហើយដោយការគិតរបស់គេមែនទាំងនេះឯងបានជាគេមិនផ្លាស់ប្ដូរកន្លែងលាក់ខ្លួនរបស់ជីនគឺចង់ឲ្យពួកគេមកសង្គ្រោះហើយក្តោបយកព័ត៌មានតាមក្រោយតាមរយៈចក្ខុរបស់ជីននៅក្នុងរយៈពេល24ម៉ោងដែលគេអាចមើលទៅតាមជីនបាននោះគេនឹងព្យាយាមក្តោបនៅព័ត៌មានទាំងអស់ព្រមទាំងទីកន្លែងដើម្បីងាយស្រួលចាត់ការទៅលើអូននេះដែលមានទីតាំងនៅម្ដុំនឹងតែគោលដៅដ៏ធំរបស់គេនោះជាស៊ីគីអ៊ីឈីណូស៊ីនៅពេលនេះផងដែរម៉ូម៉ូអ៊ីវ៉ាគេកំពុងតែឃើញអ្នកទាំងអស់គ្នាធ្វើដំណើរដែលពួកគេកំពុងតម្រង់ទៅកាន់មន្ទីរពេទ្យនោះឯងតាមរយៈការមើលឃើញទាំងអស់នេះម៉ូម៉ូអ៊ីវ៉ាគេក៏ចង់ផ្ដល់ជាមួយនឹងកាដូមួយទៅឲ្យជីនព្រមទាំងស៊ីគីផងដែរមុននឹងគេយកនៅព័ត៌មានទាំងអស់នេះប្រាប់ទៅកាន់ម៉ូម៉ូកាដូនិងម៉ូម៉ូកាបន្ទាប់ពីគេបានក្តោបនៅព័ត៌មានមួយចំនួនក៏ដូចជាធ្វើនៅរឿងដែលគេចង់ធ្វើឲ្យនោះគេក៏បានយកនៅរឿងរ៉ាវទាំងអស់នឹងរីកាប្រាប់ទៅកាន់អ្នកទាំង3នាក់ជាពិសេសម៉ូម៉ូកានិងម៉ូម៉ូកាដូដឹងព័ត៌មាននេះហើយអាចថាម៉ូម៉ូកាដូសប្បាយចិត្តខ្លាំងណាស់ព្រោះបន្តិចទៀតគេនឹងមានភ្ញៀវឲ្យគេទៅលេងដោយផ្ទាល់តែម្ដងគឺមិនមែនមានភ្ញៀវទេគឺគេធ្វើជាភ្ញៀវហ្មងព្រោះគេអ្នកទៅលេងបើមើលមកកាន់អ្នកទាំង3នាក់វិញកំពុងតែធ្វើដំណើរយ៉ាងលឿនដើម្បីស្ទុះទៅកាន់មន្ទីរពេទ្យតែនៅតាមផ្លូវណៃតូបានកាត់សម្គាល់ឃើញថាអាយ៉ាឥឡូវនេះមានភ្ញៀវមកលេងហើយគាត់ក៏បានឲ្យកូនសិស្សគាត់ទាំងពីរនាក់ធ្វើដំណើរទៅមុនទៅពីព្រោះថាគាត់គឺចង់ទៅទទួលភ្ញៀវបន្តិចសិនរីឯជីនជាមួយនឹងស៊ីគីបន្ទាប់ពីបានធ្វើដំណើរទៅមុខតែបន្តិចទៀតគាត់ក៏បានទៅដល់មន្ទីរពេទ្យដែលក្មេងស្រីនោះស្នាក់នៅតែរឿងដែលគួរភ្ជាប់ផ្អើលមន្ទីរពេទ្យដ៏ធំមួយនេះកំពុងតែឆេះឆាប់ទៅដោយភ្លើងហើយវាគឺជាស្នាដៃរបស់ម៉ូម៉ូអ៊ីវ៉ាគឺគាត់បានបញ្ជាឲ្យកូនចៅរបស់គាត់នឹងធ្វើការដុតទៅលើអគារនឹងនោះឯងហើយនេះមុខអ្នកដុតអគារគឺនៅចំណោមប្រជាជនដែរទេវាជាបណ្ឌិតម្នាក់គាត់គឺពិតជាទទួលយកមិនបាននោះទេគាត់ចង់ទៅជួយមនុស្សនៅក្នុងនឹងខ្លាំងមែនទែនតែក៏ត្រូវបានមនុស្សប្រមាណអ្នកខាត់គាត់សម្លឹងមើលទៅឃើញអ្នកជំងឺដែលនៅសេសសល់នៅទីនោះគាត់គឺពិតជាទទួលយកមិនបានឡើយចង់ទៅជួយអំឡុងពេលហ្នឹងក៏ស្រាប់តែជីនរបស់យើងបានស្ទុះចូលទៅកាន់អគារនៃមន្ទីរពេទ្យដែលកំពុងតែឆាប់ឆេះយ៉ាងលឿនស៊ីគីឃើញអញ្ចឹងគាត់ក៏ទៅតាមផងដែរបើមើលទៅសភាពនៅខាងក្នុងនេះត្រូវបានឆេះឆាប់យ៉ាងខ្ទេចខ្ទីអស់ទៅហើយពិតជាពិបាកសង្គ្រោះមនុស្សខ្លាំងណាស់តែបើតាមការកត់សម្គាល់មើលទៅវាឆេះនៅខាងមុននៅក្នុងបន្ទប់អ្នកជំងឺវាមិនតរៀនដើរទៅដល់នោះទេហើយគ្រាន់តែចំហាយភ្លើងមួយបានបោកមកវាគឺធ្វើឲ្យជីនពិបាកទ្រាំបាត់ទៅហើយតែស៊ីគីនៅពេលដែលភ្លើងនឹងត្រូវខ្លួនគាត់បើជាមិនអីទៅវិញហើយគាត់គឺគ្មានអារម្មណ៍ថាក្តៅសំបីតែបន្តិចវាក៏ដោយសារតែគាត់គឺជាកូនរបស់គីស៊ីនដឹងហើយមែនអត់ថា
ថាស៊ីគីនេះគឺជាកូនរបស់ស៊ីគីននិងមានអធិពលនៃអំណាចធម្មពលអ្វីនោះមើលទៅជីនបើទោះបីជាខ្លួនឯងរងជាមួយនឹងអធិពលភ្លើងព្រមទាំងផ្សែងក៏ពិតមែនក៏នៅតែចង់ទៅជួយទៀតតែស៊ីគីរបស់យើងក៏បានធ្វើការហាមឃាត់បានហើយជីនឯងត្រូវតែប្រើប្រាស់ខួរក្បាលដើម្បីដោះស្រាយពេលវេលានេះគឺមិនអាចឆ្ពោះទៅដោយឆ្កយនោះទេពួកយើងគឺនឹងអាចស្លាប់នៅទីនេះបានតែយើងគឺមាននៅវិធីណាឯងនៅចាំមកយើងគឺជាកូនរបស់គីស៊ីនម្នាក់ដែលទទួលបាននូវអធិពលនៃភ្លើងអាគីក៏ដូចជាភ្លើងនៅក្នុងខ្លួនរបស់យើងភ្លើងទាំងអស់នេះគឺមិនអាចធ្វើអ្វីមកការរាងកាយរបស់យើងបាននោះទេដូច្នោះយើងគឺអាចចូលទៅសង្គ្រោះមនុស្សបានឯងគ្រាន់តែនៅទីនេះបានហើយលើបែបនេះជីនក៏បានតបទៅវិញថាស្អីគេស៊ីគីមនុស្សច្រើនខ្លាំងណាស់នៅក្នុងអាគារនេះបើឯងជួយតែឯងតែមិននឹងអាចសង្គ្រោះពួកគេបានទៅពួកគេគឺបានជាប់គាំងនៅគ្រប់ជាន់តែអាចសង្គ្រោះពួកគេដោយរបៀបណាទៅតែឯងម្នាក់នឹងបើទោះបីជារាងកាយរបស់ឯងមិនរងអធិពលអំពីភ្លើងក៏ដោយក៏ឯងនឹងត្រូវបានផ្ទាំងថ្មដ៏ធំទាំងអស់នេះដួលសន្តិនកត់លើដដែលនឹងកប់លើគ្នាយើងកុំច្រឡំកត់លើឲ្យមានជាអត់សូវច្បាស់ទេបន្ទាប់ពីជីនបានគិតមួយសន្ទោស៊ីគីគិតមួយសន្ទោគាត់ក៏មាននៅវិធីសាស្ត្រមួយរួច80ម៉ោងក្រោយមកយើងក៏បានឃើញថាស៊ីគីកំពុងតែជួយនៅលោកអ៊ំម្ចាស់ម្នាក់លោកអ៊ំម្ចាស់ម្នាក់នឹងបាននិយាយទៅកាន់ស៊ីគីថាចូលនៅក្នុងភ្លើងតែមានរំថាក្តៅបន្តិចហើយអាល្អិតមើលទៅឯងដូចជាព្រះអញ្ចឹងអរគុណដែលបានជួយតែឆ្លៀតបោកសក់ទៀតដោយសារតែនិយាយឆ្លោះគ្នានឹងឯងជួយគេហើយឆ្លៀតឆ្លោះគ្នាជាមួយនឹងគេទៀតយ៉ាប់ណាស៊ីគីនេះបើយើងក៏លេចមកមើលវិធីសាស្ត្រដែលស៊ីគីបាននឹកឃើញអំបញ្ញមិញនេះវិញគឺថាគាត់បានឲ្យជីនប្រើប្រាស់ជាមួយនឹងវិធីសាស្ត្រដោយដែលប្រូការអឺរ៉ូបានធ្វើនោះឯងឈាមក្នុងនោះគឺជារបស់ការអឺរ៉ូគ្រាន់តែអនុវត្តទៅតាមការណែនាំរបស់គាត់ទៅគឺនឹងអាចព្យាយាមធ្វើដូចគាត់បានហើយបើស៊ីគីក៏បានបញ្យោប្រាប់ទៅកាន់ជីនផងដែរមុននឹងជីនអាចសម្រេចនៅការងារនេះបានជីនគាត់ក៏ពិតជាព្យាយាមខ្លាំងមែនទែនរហូតដល់គាត់គឺអាចគ្រប់គ្រងជាមួយនឹងអធិពលនៃឈាមនេះបានហើយគាត់អាចកត់សម្គាល់នៅមនុស្សទាំងអស់ដែលមានវត្តមាននៅក្នុងអាគារមួយនេះអញ្ចឹងឲ្យមានសុំនិយាយឲ្យខ្លីទៅជីនគឺជាអ្នកប្រាប់ស៊ីគីថាមនុស្សនៅកន្លែងណាហើយស៊ីគីគាត់គឺជាអ្នករត់ទៅរកមនុស្សបានន័យថាគាត់គឺជាអ្នកជួយសង្គ្រោះដោយសារតែគាត់នឹងគឺប៉ះភ្លើងអត់អីអញ្ចឹងហើយគាត់គឺអាចរត់កាត់ភ្លើងទៅជួយសង្គ្រោះអ្នកជំងឺបានហើយជីនជាមួយនឹងស៊ីគីបន្តសហការគ្នាធ្វើនៅការងារមួយនេះពីមួយទៅមួយអូយអ្នកជំងឺមួយមានដល់កហើយវើយមើលទៅពួកគេទាំងពីរអ្នកពេលនេះសង្គ្រោះមនុស្សបានច្រើនខ្លាំងមែនទែននៅសល់តែវត្តមានក្មេងស្រីម្នាក់ដែលនៅលើអាគារចុងគេហើយវាគឺជាក្មេងស្រីដែលជីនក៏បានជួយសង្គ្រោះនោះឯងរួចនៅពេលនេះស៊ីគីគាត់ក៏បានធ្វើការសង្គ្រោះទៅលើក្មេងស្រីម្នាក់នឹងបានផងដែរតែភ្លាមយើងក៏បានឃើញថាអាគារក៏ស្រាប់តែបានបាក់មកឃើញបែបហ្នឹងជីនក៏ព្យាយាមរុញស៊ីគីជាមួយនឹងក្មេងស្រីចេញទៅយ៉ាងលឿនដើម្បីកុំឲ្យកំណើនៃអាគារទាំងអស់ហ្នឹងសង្កត់ទៅលើពួកគេរីឯគាត់ក៏ត្រូវបានកំណើនៃអាគារសង្កត់ទៅលើគាត់វិញនៅពេលដែលបានឃើញអញ្ចឹងស៊ីគីក៏ពិតជាបារម្ភអំពីជីនខ្លាំងមែនទែនតែជីនក៏បានស្រែកប្រាប់ទៅកាន់ស៊ីគីឲ្យថាគាត់គឺមិនអីនោះទេដោយគាត់ក៏បានឲ្យស៊ីគីនាំនៅក្មេងស្រីចេញទៅខាងក្រៅមុនទៅគាត់គឺមិនអីនោះឡើយបើស៊ីគីនៅតែបញ្ជាពេលទៀតនោះច្បាស់ណាស់ក្មេងស្រីនោះព្រមទាំងស៊ីគីផ្ទាល់ក៏នឹងមានគ្រោះថ្នាក់ដូចគ្នាពីព្រោះថាបរិវេណនៃអាគារទាំងមូលកំពុងតែត្រូវបានបាក់ស្រុតមកបណ្ដាហើយនឹងបើស៊ីគីបញ្ជាពេលច្បាស់ណាស់ទៅទាំងអស់ហ្នឹងដោយសារតែមិនអាចធ្វើអ្វីបានដូច្នោះស៊ីគីគាត់ក៏សម្រេចចិត្តរត់ចាកចេញអំពីទីនឹងទៅតែគាត់បានប្រាប់ទៅកាន់ជីនហើយឯងត្រូវតែទ្រាំណាជីនយើងគឺនឹងត្រឡប់មកវិញបើយើងមើលមកកាន់ជីនវិញបើធ្វើទៅថាគាត់មិនអីក៏ពិតមែនតែពេលនេះក្បាលរបស់គាត់គឺពិតជាវិលខ្លាំងមែនទែនគាត់គឺមិនអាចគ្រប់គ្រងនៅឈាមនៅក្នុងខ្លួនរបស់គាត់បាននោះទេជើងរបស់គាត់ត្រូវបានជាប់ជាមួយនឹងការគៀបសម្កត់នៃកំណើថ្មជាច្រើនគាត់ពិតជាពិបាកក្នុងខ្លួនណាស់ស៊ីគីបាននិយាយថាគេគឺនឹងត្រឡប់មកវិញតែគាត់គឺមានសង្ឃឹមអត់ណោះជីនក៏បានបិទភ្នែកទៅបណ្ដាខណៈដែលគាត់ក៏បានសម័យទៅដល់ពេលវេលាដែលបានឆ្លងកាត់ជាមួយនឹងស៊ីគីមិនថាពេលវេលាមុននេះឬក៏ពេលវេលាតាំងពីយូរយារណាស់នោះទេមើលទៅស៊ីគីតែងតែជួយគាត់រហូតគាត់គឺមិនដែលកត់សម្គាល់តតែសោះស៊ីគីបានយកចិត្តទុកដាក់ជាមួយនឹងគាត់ណាតែពួកគេពីរនាក់បានឆ្លោះគ្នារហូតអាចថានៅពេលដែលគិតឃើញរឿងរ៉ាវទាំងអស់នេះហើយជីនគាត់ក៏ពិតជាស្អប់ខ្លួនឯងយ៉ាងខ្លាំងយ៉ាងណាក៏ដោយគាត់នៅពេលនេះមើលទៅគួរឲ្យអាណិតខ្លាំងណាស់តែមែនទេតាំងពីតូចមករឿងដែលបានកើតឡើងចំពោះគាត់វាធ្វើឲ្យគាត់នឹងបាក់ទឹកចិត្តខ្លាំងណាស់ភាពបាក់ទឹកចិត្តទាំងអស់ហ្នឹងជំរុញឲ្យគាត់រឹងមាំដើម្បីសងសឹកដើម្បីប្រយុទ្ធប្រឆាំងតែចុងក្រោយគាត់ក៏មិនត្រូវស្លាប់ដោយបែបនេះគាត់ធ្លាប់គិតថាគាត់គឺនឹងស្លាប់ដោយមិនចាំបាច់ពឹងផ្អែកឬក៏សុំជំនួយអំពីនរណាម្នាក់នោះទេតែនៅពេលនេះគាត់គឺបានសុំជំនួយអំពីស៊ីគីគំនិតពីមុខរបស់គាត់ត្រូវបានរលាយទៅម្ដងបន្តិចនៅពេលដែលវត្តមានអ្នកទាំងអស់គ្នាបានចូលមកកាន់ជីវិតរបស់គាត់វត្តមានមិត្តភក្តិទាំងអស់គ្នាវាធ្វើឲ្យគាត់បានផ្លាស់ប្ដូរនៃការគិតតែយ៉ាងណាក៏ដោយពេលវេលាដែលបានឆ្លងកាត់ជាមួយនឹងពួកគេវាពិតជាមានតម្លៃណាស់សម្រាប់គាត់នៅពេលនេះគាត់គឺទើបតែមើលឃើញអំពីវាស្ដាយណាស់ដែលគាត់មើលមិនឃើញតាំងពីដំបូងមកអំឡុងពេលដែលជីនគាត់កំពុងតែអស់សង្ឃឹមនិងគិតថាខ្លួនឯងនឹងត្រូវស្លាប់នៅពេលនេះក៏ស្រាប់តែមាននៅពន្លឺមួយបានចាំងមកលើមុខរបស់គាត់រឿងដែលជីននឹកស្មានមកដល់នោះគឺថាស៊ីគីមិនបានកុហកគាត់នោះទេហើយក៏មិនបានលេបនៅពាក្យសម្ដីរបស់គាត់ដែរស៊ីគីក៏ពិតជាវិលត្រឡប់មកជួយគាត់ពិតមែនហើយជីនយើងពិតជាសប្បាយចិត្តខ្លាំងណាស់ដង្ហើមរបស់ឯងគឺនៅតែដកទេអញ្ចឹងឯងគឺមិនអីនោះទេព្រោះយើងបានមកជួយឯងហើយរួចស៊ីគីក៏បានហុចនៅដៃរបស់គាត់ទៅឲ្យជីនចាប់ជីនគាត់គឺបានគិតទៀតហើយស្អីគេដំបូងគាត់គិតថាអាប៉ិកនឹងមិនវិលមកវិញទេតែយ៉ាងណាក៏ដោយពេលនេះ
នេះគេគឺត្រឡប់មកវិញហើយយ៉ាងណាគេក៏នៅតែជួយខ្ញុំអញ្ចឹងជាមិនផុតមែនមើលទៅសាររឿងកន្លែងនេះក៏ពិតជាចាក់ដតខ្លាំងមែនតើយើងដឹងហើយស៊ីគីជាមួយនឹងជីនតែងតែឆ្លោះគ្នាខំគ្នារហូតប៉ុន្តែអំពើល្អស្ងាត់ស្ងាត់ក៏ដូចជាមិត្តភាពដ៏ស្ងាត់ស្ងាត់របស់ពួកគេបានកើតឡើងម្ដងបន្តិចដែលធ្វើឲ្យវាក៏ពិតជាមានតម្លៃនិងមានន័យខ្លាំងមែនតើនៅក្នុងឆាកជីវិតរបស់ពួកគេទាំងពីរនាក់នៅពេលដែលស៊ីគីបានគ្រាជីនចេញមកនៅពេលនេះជីនគាត់គឺចេះនិយាយពាក្យថាអរគុណហើយស៊ីគីមកយើងក៏បញ្ជូលទៅវិញទៀតស្អាប់ច្រឡំមែនហ្នឹងអីគេជីនយើងច្រឡំទេឯងនិយាយសាមអីមើលឯងចេះនិយាយពាក្យថាសុំទោសអរគុណឯងចេះនិយាយថាពាក្យអរគុណមកកាន់យើងនេះលើកទី1ហើយបន្ទាប់ពីពួកគេទាំងពីរនាក់បានដើរចាត់ចែងអំពីទីនេះយើងមើលស្ថានភាពអគារទាំងមូលគឺថាអ្នកសង្គ្រោះក៏មកសង្គ្រោះដែរក៏ដូចជាមកពន្លត់នៅអគារភ័យមួយនេះក្មេងៗគ្រប់គ្នាក៏ដូចជាអ្នកជំងឺឯទៀតព្រមទាំងចាស់គាត់បានប្រាប់ទៅកាន់អ្នកសង្គ្រោះថាគឺមានតែក្មេងប្រុសម្នាក់បានជួយសង្គ្រោះពួកគាត់គេម្នាក់នោះក៏អស្ចារ្យណាស់ដូចជាព្រះដូចជាអាទិទេពយ៉ាងអញ្ចឹងដែរបើយើងមើលមកកាន់ស៊ីគីជាមួយនឹងជីនឥឡូវនេះអាចថាស៊ីគីគាត់គឺពិតជារអ៊ូថាជួយសង្គ្រោះមនុស្សទាំងអស់ខ្ញុំថ្ងៃនេះដូចជាបាក់ស្បាពេកហើយអស់កម្លាំងរលែងតែម្ដងជីនក៏និយាយឌឺថាចុះណាគេឯងមកជួយសង្គ្រោះឯងបានពឹងផងចុំមកគេធ្វើនិយាយផ្លាច់លើហ្នឹងជីនអំឡុងពេលដែលគាត់សោកគាត់ក៏ស្រាប់តែនឹកឃើញថាក្មេងស្រីដែលយើងបានជួយសង្គ្រោះមុននោះតាមការពិតទៅនាងគឺមានប្អូនស្រីម្នាក់ទៀតស៊ីគីខ្ញុំក៏ជឿថាការដុតនៅអគារមួយនោះក៏ដូចជាការបំផ្លាញនៅអគារទាំងមូលដោយភ្លើងវាច្បាស់ជាស្នាដៃរបស់ម៉ូម៉ូថារ៉ូដែលបានចាប់ខ្ញុំហើយពួកគេបានយកក្មេងស្រីដែលជាបងធ្វើជាចំណាត់ខ្មាំងអញ្ចឹងនោះមានន័យថាពួកគេមិនសម្លាប់ចំណាត់ខ្មាំងទេហេតុការណ៍ដែលពួកគេបានបង្កឡើងក៏ដូចជាការដុតភ្លើងទាំងមូលនេះពួកគេក៏បានគ្រោងទុករួចជាមុនដូច្នោះហើយបើចំណាត់ខ្មាំងវាសំខាន់សម្រាប់គេច្បាស់ណាស់ចំណាត់ខ្មាំងនោះគឺនឹងទុកដូរជាមួយនឹងនុយអ្វីម្យ៉ាងហើយប្អូនស្រីរបស់ក្មេងស្រីនោះគឺជាគោលដៅរបស់ពួកគេម្នាក់ទៀតហើយមើលទៅស៊ីគីយ៉ាការដែលពួកគេចាប់យើងទៅពួកគេដូចជាមិនបានចង់បានយើងនោះទេតែបើតាមការសន្និដ្ឋានរបស់យើងពួកគេគឺចង់បានឯងនោះហើយឯងភ្លេចហើយមែនទេឯងគឺជាកូនរបស់គីស៊ីនមាននៅអធិពលនឹងធម៌ពលរបស់គីស៊ីនដូច្នោះចំណាត់ខ្មាំងរបស់គេបន្ទាប់ច្បាស់ជាក្មេងស្រីដែលត្រូវជាប្អូនជាមិនខានហើយគេធ្វើនៅរឿងទាំងអស់នេះក៏ដើម្បីធ្វើការដោះដូរនិងបដូរយកនៅជីវិតរបស់ឯងនោះហើយស៊ីគីអ្វីដែលពួកយើងត្រូវធ្វើនៅពេលនេះគឺត្រូវតែស្វែងរកនៅវត្តមានរបស់ក្មេងស្រីទាំងពីរឲ្យបានកាន់តែលឿនស៊ីគីលើបែបនេះក៏ចង់ពឹងទៅកាន់ភ្នាក់ងារស៊ើបការក៏ប៉ុន្តែជីនបានផ្ដោតយោបល់ថាមិនកើតនោះទេពួកគេសឹងតែបញ្ឈប់ខ្ញុំនៅពេលដែលជួយក្មេងស្រីនោះទៅហើយរឿងដែលជីនចង់និយាយនោះពួកគេទាំងពីរនាក់ត្រូវទៅរកក្មេងស្រីនោះដោយផ្ទាល់តែម្ដងតែមើលទៅពិតជាពិបាកខ្លាំងណាស់តើពួកគេទៅរកឯណាទៅបើស្ថានភាពទាំងមូលនៅក្នុងទីក្រុងមួយនេះពួកគេគឺមិនដឹងថាណានៃខ្លះផងនឹងក៏ថាឡើងទីក្រុងសូម្បីតែតំបន់ជុំវិញខ្លួននឹងក៏ពួកគេមិនដឹងដែរតែភ្លាមស៊ីគីក៏ស្រាប់តែសប្បាយចិត្តវិញដោយសារតែគាត់គឺបាននឹកឃើញទៅដល់បកគោម្នាក់ដែលនោះគឺជាមីកាដូដែលគាត់គឺចង់ពឹងមីកាដូឲ្យស្វែងរកនៅអត្តសញ្ញាណក្មេងស្រីនោះក៏ដូចជាអាសយដ្ឋានរបស់នាងនោះឯងអំឡុងពេលដែលជីនកំពុងតែសន្ទនាគ្នាជាមួយនឹងស៊ីគីគឺថាម៉ូម៉ូអ៊ីវ៉ាកំពុងតែតាមដានដូចគ្នារួចបន្តិចក្រោយមកជីនក៏បានទូរស័ព្ទមកមីកាដូតែម្ដងស្របពេលដែលម៉ូម៉ូអ៊ីវ៉ានឹងនៅជិតអបិមីកាដូហើយតាមដាននៅវត្តមានរបស់ជីនទៀតនោះគ្នាយើងគិតមើលលេងមើលតើរឿងនឹងទៅជាយ៉ាងណាទៅនៅពេលដែលបានខលជាមួយនឹងមីកាដូស៊ីគីគាត់គឺបានយកជាមួយនឹងអត្តសញ្ញាណរបស់ណាស៊ូមកនិយាយជាមួយនឹងគេមើលទៅមីកាដូក៏ពិតជាសប្បាយចិត្តណាស់នៅពេលដែលស៊ីគីគឺបានតែទៅមកកាន់គេអញ្ចឹងព្រោះគេចាប់ទុកជាស៊ីគីចាប់ទុកស៊ីគីគឺជាមិត្តភក្តិសំណប់ចិត្តម្នាក់ផងដែរទោះបីជាទើបតែស្គាល់គ្នាតែចំណងចំណូលចិត្តក៏ដូចជាការរាប់អានរបស់ពួកគេនឹងមើលទៅវាពិតជាល្អតែញាក់សាច់ហ្មងយ៉ាងសាច់ឈើអាប៉ែម៉ូម៉ូអ៊ីវ៉ាក៏ស្រាប់តែគៀងនៅពេលដែលបានឃើញថាមីកាដូដូចជាកំពុងតែនិយាយឆ្លើយឆ្លងគ្នាជាមួយនឹងស៊ីគីម៉ូម៉ូអ៊ីវ៉ាក៏បានសួរទៅកាន់មីកាដូថាចុំពីណាគេនឹងមីកាដូក៏តបថាជាមិត្តភក្តិថ្មីរបស់គាត់ណាតស៊ូអញ្ចឹងតើយើងអាចសុំនិយាយជាមួយនឹងគេបន្តិចបានអត់មីកាដូគាត់គឺហាក់បីដូចជារៀងស្ទាក់ស្ទើរតែមិនហ៊ានបដិសេធនោះទេគាត់ក៏បានប្រាប់ទៅកាន់ស៊ីគីថាចៅវាយរបស់គាត់ចង់និយាយជាមួយនឹងស៊ីគីនៅពេលដែលបាននិយាយជាមួយនឹងស៊ីគីម៉ូម៉ូអ៊ីវ៉ាក៏បានធ្វើការណែនាំខ្លួនថាសួស្ដីណាតស៊ូខ្ញុំគឺជាមេរបស់មីកាដូរីករាយណាស់ដែលបានជួបឯងរីករាយដូចគ្នាដែលបានជួបលោកប៉ុន្តែលោកដោយសារតែឥឡូវនេះខ្ញុំពិតជាប្រញ្ញាពិតមែននៅខាងក្រៅហាក់បីដូចជាមិនសូវស្រួលសោះមិនអីទេណាស៊ូយើងគឺអាចស្ដាប់បានប៉ុន្តែយើងចង់សួរសំណួរមួយទៅកាន់ឯងបានអត់តើឯងកំពុងតែនៅខាងក្រៅហើយមេឃកំពុងតែភ្លៀងតែត្រូវទេនិយាយជាមួយនឹងណាស៊ូក៏ដូចជាស៊ីគីបណ្ដាម៉ូម៉ូអ៊ីវ៉ាតែងតែសម្លឹងមើលតាមរយៈចក្ខុរបស់ជីនរហូតនៅពេលដែលបានឃើញសកម្មភាពរបស់ស៊ីគីបែបនេះវាក៏បានធ្វើឲ្យគាត់អាចកត់សម្គាល់យ៉ាងច្បាស់ថាតាមការពិតទៅស៊ីគីដែលមានឈ្មោះថាណាស៊ូនេះគឺជាមិត្តភក្តិរបស់មីកាដូពួកគេទាំងពីរនាក់គឺជាអ្នកស្គាល់គ្នាដែលធ្វើឲ្យគាត់ពេលនេះពិតជាសប្បាយចិត្តខ្លាំងមែនទែនព្រោះថាទេវតាគឺដូចជាជួយគាត់ដល់ហើយរឿងមួយនេះអាចថាគាត់ច្បាស់ជាចាក់រុកមីកាដូនឹងឲ្យណានៃតែម្ដង
เมื่อมาการในโตวิ่งกอดกับบ้านมาตัวพชิวในบ้านมักเลงของได้หายพชิวในบ้านมักเลงนึงคือมีอาณาเกชไงเตเชียโมกาโดเอานึงละโมไว้ได้นึงแต่จะเมื่อสมาร์ทเพียบแบบนายไว้นอไอยาในโตสุดได้ยังสมนายน้องคลบันเตกนะยังคือเชียนุประเทศในองกับเพียบตีมาไพ่หายชมูระบอยังคือโมกาโดอุซูเกะในโตสำลังเมื่อแต่การโมกาโดเริ่มแต่มันดังจะมาพองได้ถ้าเกก็มักแต่มันในไอโนเตอันนี้บันท่ามันเป็นคณีมาจมูกแบบนี้ใช่ปะนะเกไอหนึ่งมีระยะศึกษาบันไดอย่างใบมุ้ยตามด้านนักการพิรบกอดหรือก่อเกนังตามด้านกอดต่างปีดำบงไอยาในโตมันจะมาสำลังเมื่อไอจราโนเตขนมเนียมเยอะคือจินเนกลายหันขนมการประยุทธ์มารูปได้เว้ยมันมีนปะปุกระโดดเจกามราไอนึงมาจำทอดไอโนเตเยอะมอนี่คือจังมาโยจีวรบไอดอยคลุนเยอะตัวแต่ไอคือบานเตรียมคลุนขนมการประยุทธ์จมูกหนึ่งเยอะอุริกรอหายหรือเนยในโตดอยในโตก็คือมันบานใจโนเตปราบปรามในจินเจียนระบอกอดการจมูกหนึ่งชิมระบอกอดจริงมาบันเตยหนึ่งในใหญ่แต่การนอบหนึ่งท่าโอ้เนยยังก็สู้ได้แต่การในด้วยกันนี่ปันใต้มันได้เตยังก็คานไปกันนี่อยู่ได้ปันใต้ทั้งไงนี้ยังคือหนึ่งกำดอไอโอเคจึงจะโพสเซอร์มาเยือนในขนมแอปสุดมวยนี่กับบานชิมดอตีบรรจบแต่เติมหนึ่งโดยกันนี่หายมวยนี่คือจิกชูออกก็ระบายเมนกันนี่ยังหน้าได้ก็จังสปอร์ตก็โดยจิเพย์จิตายก็จะมาไอ้นั่นคือไอทัวร์การสแกนเวียบานจังยังจุกนี่ในวิดีโอกรอยให้วิดีโอมวยนี่แบบเมนกับฮอกก็ช่องตรอหน้าในบ้านการล้างดาเจตนาโนเมนกับสมทัวร์การภัยโตตุกชิมบนหน้าบ้านพนักไปนั่งเปลี่ยนมินกับสมทัวร์การจมริบเลี้ยบาย